មានបងប្អូនយើងគាត់សួរខ្ញុំថាបងគិតថាសង្គ្រាមរវាងកម្ពុជាយើងនិងសៀមមួយនេះតើកម្ពុជាយើងអាចចាញ់សៀមអត់សំណួរមួយនេះគឺជាសំណួរល្អមែនតើខ្ញុំគិតថាជាសំណួររសើបមួយប៉ុន្តែខ្ញុំនិយាយពីអារម្មណ៍ខ្ញុំចោះខ្ញុំអត់និយាយរឿងបទវិភាគអីទេព្រោះខ្ញុំមិនមែនជាអ្នកនយោបាយក៏ដូចជាអ្នកវិភាគនយោបាយដែរគ្រាន់តែជាប្រជាជនមួយចង់និយាយពីអ្វីដែលខ្លួនឯងមើលឃើញខ្ញុំជឿជាក់ថាក្នុងសង្គ្រាមមួយនេះកម្ពុជាឈ្នះច្រើនមូលហេតុអីបានខ្ញុំនិយាយថាសង្គ្រាមមួយនេះខ្មែរយើងនឹងឈ្នះបងប្អូនអរគ្នាយើងរាល់ថ្ងៃយើងអត់ខ្លាចក្រទេពីព្រោះយើងក្រស្រាប់ហើយទី2គេមិនដែលមើលឃើញថាយើងជាប្រទេសអ្នកមានទេជនជាតិមួយនឹងវាឌីលជនជាតិយើងថាជាប្រទេសអ្នកក្រស្រាប់ទៅហើយអូខេខ្ញុំនិយាយពីអ្នកក្រចោះអ្នកក្រស៊ីប្រហុកវាជារឿងធម្មតាអ្នកក្រស៊ីបាយឆាជារឿងធម្មតាប៉ុន្តែអ្នកមានបើស៊ីសាច់គោរាល់ថ្ងៃបកមកស៊ីប្រហុកប្រកាសជាមិនមែនជារឿងធម្មតាអញ្ចឹងបើសង្គ្រាមនេះអូសបន្លាយយូរសេដ្ឋកិច្ចវាធ្លាប់តែរកបានលុយវាធ្លាប់តែចាយច្រើនវាធ្លាប់តែស៊ីឆ្ងាញ់ស្រាប់តែវាកាត់បន្ថយការចំណាយផាន់វាប្រជាជនវាអត់សុខចិត្តទេប្រកាសជាវាមិនបណ្ដោយរដ្ឋាភិបាលលេលើផាន់វាឲ្យធ្វើសង្គ្រាមបែបនេះទេក្នុងការធ្វើសង្គ្រាមប្រហែលថ្ងៃហ្នឹងគេប៉ាន់ប្រមាណថាថៃវាចាយក្នុងមួយថ្ងៃ10លានដុល្លារមូលហេតុអីវាចាយច្រើនទី1វាប្រើសពាវុធទំនើបយន្តហោះ F16 ព្រោះ pilot ផាន់វាក្នុង1ម៉ោងការទម្លាក់គ្រាប់ពីប្រើសពាវុធទំនើបសៀមធ្វើនយោបាយបែបលក្ខណៈស្រីមានគេថាស្រីខូចឬក៏ស្រីខ្ជិះខ្ជាខ្ញុំនិយាយមែនមេដឹកនាំខ្មែរបច្ចុប្បន្ននេះធ្វើសង្គ្រាមណាដឹកនាំយើងគឺជាប្រភេទការធ្វើសង្គ្រាមបែបស្ត្រីមេផ្ទះមូលហេតុអីបានខ្ញុំនិយាយថាធ្វើសង្គ្រាមមួយនេះខ្មែរយើងជាអ្នកឈ្នះបងប្អូនសាសម័យមើលថាសៀមវាវាយរាល់ថ្ងៃវាវាយគ្រាន់តែចង់ឈ្នះតែប៉ុណ្្នឹងទេហើយទី2វាគ្រាន់តែចង់បានដីទេទី3វាគ្រាន់តែចង់បង្ហាញអំណាចថាវាអញអ្នកមានប៉ុន្តែវាមានគោលការណ៍ច្បាស់ឈប់បាញ់ពេលណាផ្ដើមពេលណាវាប្រើសភាវុធអីវាអត់មានទេអញ្ចឹងបើនិយាយអំពីការចំណាយវិញវាចំណាយខ្ជិះខ្ជាបំផុតយើងប្រើត្រឹមតែ BM21 ទេរាល់ថ្ងៃនេះអាសភាវុធទំនើបយើងអត់ទាន់ចេញអីទេបើនិយាយរួមទៅគឺយើងប្រើគោលការណ៍អត់ធ្មត់ការពារប៉ុន្តែมันអនុញ្ញាតឲ្យសត្រូវឈ្លានពានមកយកដីយើងងាយទេអញ្ចឹងនេះសបញ្ជាក់ថាថ្នាក់ដឹកនាំកម្ពុជាគឺគាត់គិតគូរបានច្បាស់ណាស់ប្រៀបបានដូចជាស្ត្រីមេផ្ទះដែលល្អអញ្ចឹងគិតថាត្រូវចាយអីកន្លែងណាដែលអត់ធ្មត់មិនហឺហាដូចគេទិញឡានទំនើបដាក់ផ្ទះទាំងជាពាក់អំណុលគេទេអញ្ចឹងមានន័យថាថ្នាក់ដឹកនាំផងយើងជាស្ត្រីមេផ្ទះដែលរៀបចំផែនការទុកជាមុនមិនខ្ជិះខ្ជាអញ្ចឹងយើងគិតមើលយើងប្រើតែ BM21 នឹងកងទ័ពផងយើងអ្វីដែលធ្វើឲ្យសៀមវាមានអារម្មណ៍ថាខ្លាចកម្ពុជាយើងបំផុតបើនិយាយអំពីបទពិសោធន៍សង្គ្រាមស្ពៃសៀមឲ្យស្ពៃតែម្ដងតែហ៊ានផុនវាគ្រាន់តែចំណាយតែហ៊ានច្រើនសពាវុធទំនើបទេប៉ុន្តែបទពិសោធន៍ធ្វើសង្គ្រាមមានប្រមាណសំណួរសួរថាកងទ័ពរបស់សៀមមួយណាដែលពេញចិត្តធ្វើសង្គ្រាមវាគ្រាន់តែចង់ឈ្នះតែប៉ុណ្ណោះទេប៉ុន្តែស្មើនឹងបទពិសោធន៍យកមកខំភាគ្នារវាងកងទ័ពកម្ពុជានិងសៀមគឺវាអត់ដូចកម្ពុជាយើងទេចំណុចទី3ដែលខ្ញុំនិយាយកងទ័ពកម្ពុជាមួយណាក៏ខំស្មៅព្រមស្លាប់ដើម្បីជាតិបើកងទ័ពហ៊ានពាក់លីដើម្បីជាតិប៉ុណ្ណឹងយើងជាប្រជាជនយើងខ្លាចស្លាប់ដែរបើថ្នាក់ដឹកនាំផុនយើងមិនច្បាស់លាស់នៅក្នុងការធ្វើសង្គ្រាមនេះឬអីថ្នាក់ដឹកនាំផុនយើងអូសបន្លាយសង្គ្រាមនឹងជាមួយនឹងវាហ៊ាននិយាយពាក្យថាបើសៀមវាហ៊ាននៅធ្វើសង្គ្រាមជាមួយនឹងខ្មែរបែបហ្នឹងកម្ពុជានឹងកំដរវាខ្ញុំជឿថាបើសិនជាយើងមិនមានអីដែលជាលំនឹងខ្លួនឯងថ្នាក់ដឹកនាំមិនហ៊ាននិយាយចឹងទេអញ្ចឹងហើយបានខ្ញុំតែនិយាយថាបើសិនជាប្រជាជន17លានអ្នករបស់កម្ពុជាមួយណាក៏មិនខ្លាចស្លាប់មួយណាក៏មិនខ្លាចចោលឈ្លានពានខ្ញុំគិតថាទោះបីសង្គ្រាមនេះវាយបន្តរហូតដល់10ឆ្នាំក៏ធ្វើសង្គ្រាមឲ្យឈ្នះខ្មែរដែរនេះជាបេះដូងរបស់ខ្ញុំចំណុចមួយទៀតដែលខ្ញុំចង់និយាយសៀមរាល់ថ្ងៃវាពឹងផ្អែកលើ2ទី1វិស័យទេសចរហើយនឹងការនាំចូលបងប្អូនអរគ្នាវិស័យទេសចរផាន់វាមួយរយៈនេះធ្លាក់ចុះខ្លាំងមែនទែនបញ្ហា SEA Games វារៀបចំបានល្អទេអរញ៉េរញ៉ៃភ្ញៀវទេសចរមួយណាដែលហ៊ានមកសៀមទៀតបើវិស័យទេសចរវាមិនមកទេផាត់យាតំបន់ផាន់វានេះវាមានភ្ញៀវណាមកឲ្យទឹកទៀតបើទឹកវានៅក្រៅអត់ហ៊ានចូលមកប៉ុណ្ណឹងអញ្ចឹងវិស័យទេសចរផ្លូវភេទផាន់វាកើនច្រើនណាស់ចំណូលដល់ជាតិច្រើនហើយភ្ញៀវទេសចរមិនហ៊ានមកដោយសារបញ្ហាសង្គ្រាមទី2អន្តរជាតិកំពុងតែមើលឃើញថាសៀមគឺជាប្រទេសដែលកំពុងមានសង្គ្រាមឈ្លានពានគេគ្មានណាគេចង់បានទេអញ្ចឹងភ្ញៀវទេសចរក៏វាមិនហ៊ានមកដែរចំណុចទី2ដែលខ្ញុំចង់និយាយតើតិនជាមួយនឹងរឿងការនាំចូលសៀមវាមានដែនសមុទ្រដែលអាចឲ្យមហាអំណាចធ្វើទំនើបកម្មផ្នែកសេដ្ឋកិច្ចមួយវាបានប៉ុន្តែកុំភ្លេចថាកម្ពុជាក៏ជាប្រទេសដែលនាំចូលធំបំផុតដែរដូច្នេះសេដ្ឋកិច្ចសៀមអីវ៉ាន់របស់សៀមចូលមកកម្ពុជាវាធ្វើសង្គ្រាមមួយយើងមួយរយៈនេះខាតស្អីខ្លះវាចូលតាមណាប្រជាជនយើងចាប់តាមធ្វើពហិការសូម្បីតែ PTT ប្រហែលថ្ងៃមុននេះប្រកាសថាបើសិនជា PTT នៅតែបន្តធ្លាក់ការលក់ចេញបែបនេះទៀត PTT នឹងដកចេញអូយអញលឺហើយអញចង់ខ្លាចលួអញភ័យណាស់ដកស្អែកក៏បានដែរនេះអានេះខ្ញុំគាត់តែចង់និយាយថាអ្នកណាដែលរងផលប៉ះពាល់ជាងអញ្ចឹងខ្ញុំអាចនិយាយថាកម្ពុជានឹងឈ្នះសង្គ្រាមមួយនេះដូច្នេះហើយសៀមមិនអាចមកអីណាចង់បានដីបានទេត្រូវចាំថាកម្ពុជាបច្ចុប្បន្នភាពមិនមែនជាកម្ពុជានៅក្នុងឆ្នាំ1979ទេកម្ពុជាត្រូវការចរចាដោយភាពស្មើមុខស្មើមាត់គ្នានៅលើឆាកអន្តរជាតិយល់អ្នកឯងមិនអោយតម្លៃខ្ញុំមិនអោយតម្លៃអ្នកឯងដូចគ្នាបើអ្នកឯងចង់បានទឹកដីខ្ញុំមិនវាយបំពេញទៅលើទឹកដីរបស់អ្នកឯងទេប៉ុន្តែខ្ញុំនឹងប្រើសិទ្ធិការពារខ្លួនការពារទឹកដីកងទ័ពខ្មោចអ្នកឯងយកទៅវិញចុះ
អានេះហើយជាមូលដ្ឋានរបស់កម្ពុជាយើងកម្ពុជាមកទល់នឹងពេលនេះទោះbịបាញ់ឈ្លានពានកម្ពុជាបែបណាក៏ដោយថ្នាក់ដឹកនាំកម្ពុជាក៏ដោយប្រជាជនកម្ពុជានៅតែបន្តស្មារតីការពារទឹកដីមិនឈ្លានពានទឹកដីផងវាដែររាល់ថ្ងៃពេលនេះម៉ោងនេះវាចង់ឃើញតែយើងបាញ់ចូលទឹកដីវាណាវាយចូលទឹកដីវាណាដើម្បីអីវាចោទកំហុសមួយថាកម្ពុជាបាននៅកំពុងឈ្លានពានទឹកដីសៀមតែបច្ចុប្បន្នភាពកម្ពុជាយើងនៅតែបន្តឈរជើងយ៉ាងរឹងមាំមិនទៅចូលដីវាទេប៉ុន្តែក៏មិនអនុញ្ញាតឲ្យអ្នកឯងចូលមកដីខ្ញុំដែរអានេះដែលជាវីរភាពនៅក្នុងសង្គ្រាមនេះហើយខ្ញុំជឿជាក់ថាសង្គ្រាមនេះអូសបន្លាយរហូតរយៈពេលជាង10ថ្ងៃនេះវាមិនទាន់នឹងវាយបានមួយចង្អាមដីយើងផងខ្ញុំគិតថាសង្គ្រាមមួយនេះសៀមមិនអាចឈ្នះហើយខ្ញុំគិតថាសៀមវានឹងចា